Hey, good morning. បងប្អូនសួស្តីបើទទួលសំឡេងបងបានច្បាស់ អូខេអញ្ចឹងយើងមានអ្នកចូលរួមអត់បាន50%បងអញ្ចឹងអ្នកអត់ចូលរួមចាំមើលវីដេអូហើយអ្នកដែលចូលរួមអាចមានសំណួរអាចសួរហើយណាពីព្រោះtask simulation ទី2នេះគឺយើងធ្វើជា individual អត់ធ្វើជា group ទេបាទអញ្ចឹងtask simulation ទី2អត់មានអីស្មុគស្មាញទេគឺយើងយក invoice ទិញ invoice លក់ដែលយើងបានធ្វើនៅក្នុង task simulation ទី1យកទៅ input នៅក្នុង system មួយយើងហៅថា KMS e-filing ដែល KMS e-filing នឹងបង្កើតមកវាសឹងតែដូចជាមួយនឹងការប្រកាសពន្ធ e-filing របស់អគ្គនាយកដ្ឋានពន្ធដារអញ្ចឹងនៅពេលដែលអ្នកនរគ្នាបានរៀនបានធ្វើវាហើយនៅពេលដែលទៅធ្វើការមែនទែនมันទៅខុសប្លែកគ្នាទេបាទគឺនៅពេលដែលយើងប្រកាសពន្ធគឺយើងធ្វើ90%ដូចគ្នាគ្រាន់តែថា system របស់ខាងពន្ធណាគេមានជាភាសាខ្មែរហើយមាន update តិចតួចពីមួយឆ្នាំទៅឆ្នាំគេមានការធ្វើបច្ចុប្បន្នភាព system របស់គេបាទហ្នឹងជាទូទៅទេណាគេអញ្ចឹងដល់នេះបានទទួល slide ដែលបងបានផ្ញើទៅអញ្ចឹងនៅក្នុងហ្នឹងនឹងនិយាយអំពីទី1ការ log in បាទទី2និយាយអំពី company profile ទី3និយាយអំពី sale purchase journal ទី4ពន្ធកាត់ទុកទី5ពន្ធលើប្រាក់អីវត្តបន្ថែមទី6ការប្រកាសពន្ធចាំខែនិងបញ្ជីប្រកាសពន្ធចាំខែបាទអូខេអញ្ចឹងនិស្សិតដែលរៀននៅ KFS មានតែនិស្សិតដែលរៀនមុខវិជ្ជាតាក់ទេដែលអាច access ចូល system នេះបានណាអញ្ចឹងនៅពេលដែល log in ចូល system វាតម្រូវឲ្យប្រើ student KMS email ហើយនឹងpassword ហើយនឹង student ID ណាឥឡូវខ្ញុំនឹងផ្ញើ link ទៅប៉ុន្តែសូមមើលការ orientation នេះហើយចាំអាចចូលតាមក្រោយអញ្ចឹងនៅពេលដែលអ្នកនេះ click លើ link បាទ click លើ link ខាងក្រោមនេះហើយឬក៏ link ដែលខ្ញុំដាក់ក្នុង Telegram ពេលបញ្ចប់កន្លែងខ្ញុំសូមប្រិយធំតិចនេះកន្លែងលេខ1នេះគឺ sign in with KMS email បាទ sign in with KMS email អញ្ចឹងនៅពេលដែល sign in ទៅអ្នកនេះប្រកាសជាមាន email បើកុំព្យូទ័រប្រើ email ច្រើនវាតម្រូវឲ្យយើងជ្រើសរើស email របស់យើងណាអញ្ចឹងនៅក្នុងនោះដាក់ឈ្មោះជ្រើសរើស email របស់យើងទៅតាម step នីមួយៗហ្នឹងទូទៅបាទយើង log in ដូច log in Gmail ដែរបាន step ទី3ទី4ទី5ទី6យើងបែក password ចូលទៅណា password នេះគឺជា password student email របស់យើងអញ្ចឹងនៅពេលដែលអ្នកនេះ log in គឺយើងមានតម្រងចេះអញ្ចឹងនៅពេលដែល log in គេចេញមក e-filing for web application ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធប្រចាំខែបាទយើងមាន system នេះគឺយើងប្រើសម្រាប់ប្រកាសពន្ធប្រចាំខែទេអត់ប្រើសម្រាប់ប្រកាសប្រចាំឆ្នាំទេណាបាទអញ្ចឹងនៅក្នុងនោះលេខ1ណាលេខ1ដល់នេះ click យក data entry នេះ data entry នៅពេលដែលយើងធ្វើចាប់ហើយបានយើងលោតមានលេខ2បាទឬក៏អ្នកនឹងចង់ដូរភាសាយើងចង់ដូរទៅប៉ុន្តែបច្ចុប្បន្នយើងមានតែភាសាអង់គ្លេសទេនេះគ្រាន់តែដាក់ platform មកហើយបាទហើយចង់ log out គឺយើងចុចលេខកន្លែង log out ស្ដាំដៃលេខ4ណាតែអានេះទៅចូលដំបូងគឺទៅកន្លែងលេខ1សិនគឺ data entry អូខេបាទសូមទៅមុខទៀតអញ្ចឹងនៅពេលដែលចូល data entry នៅក្នុងនេះវាមានឲ្យយើងប្រកាសពន្ធអញ្ចឹងដូចអ្នកនរគ្នាបានដឹងហើយគឺប្រកាសពន្ធប្រចាំខែយើងមាន4ប្រភេទពន្ធធំអញ្ចឹងណាមានប្រភេទពន្ធអីខ្លះមានបណ្ដាឆ្លើយបានយើងប្រកាសតាក់ simulation ទី1យើងប្រកាសប្រភេទពន្ធអីខ្លះមានចាំទេអញ្ចឹងបាទនេះទី1យើងប្រកាសពន្ធលើប្រាក់បៀវត្សរ៍យ៉ាងថែមទី2ប្រកាសពន្ធកាត់ទុកទី3 VAT ទី4 prepayment បាទទី4អូខេអរគុណទីផងមកយើងមាន VAT អញ្ចឹងនៅក្នុង system នេះកន្លែង purchase sale journal នេះគឺជា VAT ណាអញ្ចឹងអ្នកនេះអាចប្រកាសមួយណាមុនក៏បានដែរ
យើងមើលកន្លែង data entry លេខ1អញ្ចឹងនៅក្នុងហ្នឹងអ្នកនេះចង់ប្រកាសពីហូតតាក់មុនក៏បានប៉ុន្តែជាទូទៅ best practice គឺគេប្រកាស invoice ទិញហើយបាន invoice លក់មុនណាបាទអញ្ចឹងផ្អែកតាមព័ត៌មានរបស់យើងនៅទៅមើលអត្ត simulation ទី1ក្រុមហ៊ុនយើងប្រកាសពន្ធនៅក្នុងឆ្នាំណាអញ្ចឹងក្នុងខែណាអញ្ចឹងយើង select sale purchase journal មកយើងទៅជ្រើសរើសខែត្រូវខែដែលយើងប្រកាសពន្ធណាទៅបញ្ជាក់ដែរនេះមិនមែនយើងប្រកាសក្នុង2025គឺយើងទៅប្រកាសតាមថ្ងៃខែឆ្នាំដែលមាននៅក្នុងព័ត៌មានក្នុង invoice បាទណាបាទក្នុង invoice អញ្ចឹងនៅក្នុងនេះយើងជ្រើសរើសឲ្យត្រូវបាទអញ្ចឹងសូមបញ្ជាក់កន្លែងលេខ2នេះគឺយើងទី1យើង select cell បញ្ចេះមកយើង select បញ្ចេះកន្លែងលេខ2នេះហើយបានយើងទៅជ្រើសរើសខែឆ្នាំមើលតាម flow ហ្នឹងបាទអញ្ចឹងនៅពេលដែលយើងជ្រើសរើសហើយខែឆ្នាំហើយបងប្អូនត្រូវទៅ add new លេខ4មានន័យថាយើងចាប់ដើម add invoice ទិញចូលបាទ add invoice បាទណាបាទហើយប្រសិនបើចង់ export ឥឡូវអា step ទី5នេះមានន័យថាយើង save ហើយយើងចង់ export ជា Excel ក៏បានដែរបាទហើយអាទី6នេះឧទាហរណ៍ថាយើងវាយ invoice ណាមួយច្រឡំហើយយើងអត់ទាន់ submit ទេយើងចង់មកកែតម្រូវយើងចុចកន្លែងរូបខ្មៅដៃនេះមកវាឲ្យយើងទៅកែតម្រូវទឹកប្រាក់ឬកែតម្រូវព័ត៌មានពិសេសដែលយើងបានបញ្ចូលណាឬមួយក៏យើងវាយ invoice ទៅយើងចង់លុបវាចោលយើងចង់លុបវាយើងចុចកន្លែងយកធុងសម្ងាត់ទី7នេះនៅករណីដែលយើងបាន save ហើយណាបាទករណីដែលយើង save ហើយតែអត់ទាន់ submit វាមានជំហានរបស់វាបាទអូខេបងប្អូននេះមានសំណួរហើយខ្ញុំគិតថា guideline នេះវា detail ហើយណានៅចូលធ្វើតាម step មួយបាទsimulation នេះអ្នកឲ្យធ្វើខ្ញុំទុកពេលឲ្យមិនធ្វើមិនមែនធ្វើនៅសាលាទេធ្វើខ្លួនឯងយើងធ្វើនៅផ្ទះយើងធ្វើនៅណាក៏បានដែរគាត់ថាដល់ថ្ងៃ deadline ទៅ submit អត់ទេត្រូវ submit អញ្ចឹង simulation ទី2នេះខ្ញុំទុកពេលឲ្យប្រឡង final ហើយត្រឹមថ្ងៃទីបាទត្រឹមថ្ងៃសុក្រ27បាទទីទៀតខ្ញុំនឹងនិយាយ deadline អរគុណម្ចាស់សំណួរបាទក្នុង chat box អូខេអញ្ចឹងតោះណាអញ្ចឹងទៅមុខទៀតអញ្ចឹងនៅពេលដែលអ្នកគ្នា create នេះកន្លែង add new នេះកន្លែងលេខ4ហ្នឹងពេលដែលចូលទៅវាមានកន្លែងព័ត៌មានរៀងត្រឹមពេញគេដាក់ថា create purchase journal អញ្ចឹង create purchase journal មានន័យថារាល់ព័ត៌មានទាំងអស់នៅក្នុង invoice ទិញគឺយើងមកវាយបញ្ចូលណាអញ្ចឹងនៅក្នុងហ្នឹងមាន pick update គឺថ្ងៃដែលយើងបានទទួលថ្ងៃដែលមាន state នៅក្នុង invoice អញ្ចឹងថ្ងៃចូលក្នុង invoice ថ្ងៃដែលមានបង្ហាញនៅក្នុង invoice ហើយប្រភេទទំនិញបាទប្រភេទទំនិញហើយនៅក្នុងនេះប្រភេទទំនិញហ្នឹងអត់មានអីផ្លាស់ប្ដូរគឺទំនិញអត់មានអីប្រែប្រួលទេកន្លែងហ្នឹងណាហើយកន្លែងនេះ taxable person អញ្ចឹងនៅ select supplier អានេះនៅពេលដែលយើងទិញក្រុមហ៊ុនត្រូវទិញបើសិនជា invoice ទិញពីអ្នកជាប់ពន្ធកន្លែងហ្នឹងគឺយើងត្រូវ select យក taxable person បើយើងទិញមិនពីអ្នកមិនបានជាប់ជីទេគេថា non taxable person ហ្នឹងណាអញ្ចឹងកាលណាទិញពី taxable person នៅក្នុងនេះឲ្យយើង select គឺ 10% ជា VT input នេះប្រហែលជានៅចាំយើងធ្វើ simulation ទី1គឺpurchase កាលណាទិញពី taxable person យើងអាច claim ជា VT input បានលើកលែងតែអ្នកជាប់ពន្ធទៅដែលយើង claim បានណាអញ្ចឹងកន្លែងនេះយើង select 10%ហើយក្រោយមកកាលណាយើងទិញពី taxable person គេឲ្យយើងលេខវៃ VAT-in អញ្ចឹងអង្គនេះប្រកាសឲ្យឃើញ invoice ទិញមាន VAT-in របស់អ្នកលក់អូខេអញ្ចឹងពេល select ទៅវៃ VAT-in ទៅវា load ឈ្មោះរបស់ supplier មក automatic ហើយកន្លែងនេះគឺ description យើងទិញអីគេសុំទោសម្លងតិចគឺយើងមានលេខ invoice បាទលេខ invoice ក៏មាននៅក្នុង invoice ដែរហើយនឹងទឹកលុយសរុបបងនេះបាទទឹកលុយសរុបហើយនៅក្នុងនេះគឺ description បាទ description ណាសូមបញ្ជាក់តិចយើងប្រកាសពន្ធជាលុយរៀលណាទឹកលុយជាលុយរៀលបាទយើងអត់យកជាលុយដុល្លារទេក្នុងនេះគឺ total invoice ជាលុយរៀលហើយ description យើងទិញអីគេនៅក្នុង invoice យើង ដាក់ description មកហើយយើង save តែបើយើងគិតថាយើងអត់តន់ចង់ save ទេយើង cancel ទៅចាំធ្វើម្ដងទៀតទៅឬក៏អានោះស្រេចតែ progress របស់អ្នកនរគ្នាយើង save ចុចទី2មក save ហើយអញ្ចឹង invoice មាន30
យើងត្រូវវាយបញ្ចូលទាំងអស់ទាំង30 invoice ព្រោះកាលណាយើងប្រកាសខ្វះ invoice ណាមួយខាងប៉ុណ្ណាគេថាយើង declare ចំណាយហ្នឹងអត់គ្រប់គ្រាន់តោះណាបាទនេះគឺជា sample ដែរមានបាទយើង edit អានេះឧទាហរណ៍ថាយើង save មិនទៅ save ទៅយើងចង់ edit ទៅវិញយើងទៅបើកអាកន្លែងខ្ញុំប្រាប់ថាខាងលើនេះកន្លែងនេះយើងវាយថាខ្ញុំវាយច្រឡំចង់កែតួលេខអត់ទាន់ submit ទេអញ្ចឹងយើងមានឱកាសបាទយើងមានឱកាសទៅដូរបានអត់បញ្ហាបាទនេះយើងទៅ edit មកយើងចុចកន្លែងសញ្ញារូបកន្លែងនេះមកលេខ6យើងទៅ edit តួលេខយើងឡើងវិញមកយើងយកចាំឲ្យត្រូវទៅយើង submit ទៅណាបាទអញ្ចឹងនេះទាំង invoice ទិញហើយខ្ញុំទៅ invoice លក់ដូចគ្នាសុំទោសអានេះយើង edit ណាឥឡូវនេះយើងទៅករណីដែល input អត់ដល់ invoice លក់ឲ្យសុំទោសយើងទៅ delete ទៅកន្លែងក្បែររូបទៅខាងទំព័រខាងដើមទៅក្បែររូបមកដៃទៅ delete ចោលទៅបើសិនយើងគិតថាប្រវត្តិការហ្នឹងវាយើងចង់លុបចោលបាទអូខេមានសំណួរមួយ delete បង in case we have credit note បាទនៅក្នុងនោះមាន credit note បាទនៅក្នុងនេះចាំខ្ញុំប្រាប់តិចទៀតខ្ញុំនឹងនិយាយពី credit note ណាអូខេអញ្ចឹងឥឡូវចាប់រឿងតិចយើងទៅរឿងលក់ម្ដងអញ្ចឹងនៅពេលដែលយើងលក់យើងត្រឡប់ទៅអាទំព័រដើមវិញយើងទៅកន្លែង data entry យើងជ្រើសរើស cell ប្រឆាំង journal មកហើយក្រោយមកយើង select លេខ1នេះទៅបន្ទាប់ពីប្រឆាំងយើងធ្វើយើងទៅ select cell អញ្ចឹងវាប្រកាសជាចេញ function add new មកហើយដូចគ្នាដែរ cell ហើយប្រឆាំងគឺមាន function កែតម្រូវនឹងលុបប្រតិកម្មបានដូចគ្នាបាទអញ្ចឹងនៅពេលដែលយើង purchase សំដៅនៅពេលដែលយើងធ្វើការលក់វានឹងឲ្យយើងបំពេញព័ត៌មានតាមរយៈ invoice លក់របស់យើងអញ្ចឹង invoice លក់យើងមាន2អញ្ចឹងណា commercial ហើយនឹង tax invoice អញ្ចឹងនៅពេលដែលយើងលក់ទៅឲ្យ taxable person យើងប្រកាសជាចេញ tax invoice អញ្ចឹងប្រកាសជាមានលេខប័ណ្ណទានរបស់អតិថិជនអញ្ចឹងយើងវាយទៅលេខយើងចេញឈ្មោះយើង declare 10% ណាយើង select ឲ្យវិធី 10% មកមានន័យថាគឺជាការវិធី output បាទហើយនេះគឺជាព័ត៌មានដូចព័ត៌មានទូទៅដែរអញ្ចឹងយើងមាន invoice number ហើយនឹង total invoice total amount ណាខ្ញុំសូមបញ្ជាក់បន្តិចអាកន្លែង specific tax on goods on services public lighting ហើយនឹង accommodation នេះអត់មានទេព្រោះក្រុមហ៊ុនដែលយើងធ្វើនោះគាត់អត់មានជាប់ពន្ធរបស់នោះទេអញ្ចឹងកន្លែងនោះរំលងចោលហ្នឹងណានេះអាពួក specific tax public lighting ឯអា data នោះអត់មានទេណាហើយនៅពេលដែលយើងលក់យើងមាន description នៅនេះឃើញកន្លែងនេះគឺមាននៅក្នុង system វាឲ្យចាប់ 1% នៅនេះមានដឹងថា 1% នឹងអីអត់ទេមានអ្នកអាចឆ្លើយបានទេអូខេមានអ្នកឆ្លើយខ្ញុំឆ្លើយខ្លួនឯង1%នេះគឺវាចាប់អូតូម៉ាទិកនៅពេលដែលយើងធ្វើការប្រកាសពន្ធគឺ prepayment tax on income មកអញ្ចឹង 1% នៃចំណូលការលក់ប្រចាំខែដក VAT គេហៅថា prepayment tax on income អញ្ចឹង system វាចាប់ចុចអូតូម៉ាទិកវាចាប់អូតូណាកន្លែងហ្នឹងឬបើវាអត់ចាប់ទេទៅ click មើលម្ដងទៀតហើយ5%នេះហើយនឹង accept នេះកុំ click វាពីព្រោះនេះសម្រាប់ពួក QAP ពួកអីទេណាអញ្ចឹងក្រុមហ៊ុនយើងអត់ប្រើ rate 5% នឹង accept នេះទេ exception នេះទេបាទអូខេដូចគ្នាដែរយើង save ទៅហើយយើង save ទៅចប់ហើយមានថាយើងបាន post invoice នឹងចូលក្នុង system ហើយដូចគ្នាដែរយើងចង់កែតម្រូវយើងទៅកន្លែង edit function ទៅយើងមកកែសារឡើងវិញទៅតាមអ្វីដែលយើងចង់កែត្រូវទៅយើង save សារឡើងវិញទៅចប់បាទដូចគ្នាណានេះយើងចង់ delete ក៏បាន delete បានដូចគ្នាយើងមកចុចមក function delete ដូចនឹង process ដែរអូខេនេះទៅ explore system ថ្មីសម្រាប់អ្នកនរនេះអាច explore ទៅគឺនេះចូលចុចទៅអីទេណាអត់មានបញ្ហាថា error អីទេព្រោះនេះធ្វើឡើងដើម្បីឲ្យយើងអនុវត្តអូខេឥឡូវយើង invoice ទិញ invoice លក់និង other expense ចឹងកន្លែង function នេះអ្នកនេះមិនបាច់ប្រើទេណាក្រុមហ៊ុនទូទៅក៏គេអត់សូវប្រើដែរ other expense នេះចឹងកន្លែងនេះខ្ញុំសូម skip កន្លែង other expense នេះវាប្រភេទចំណាយដែរតែចំណាយតិចតួចចំណាយផ្សេងដែលវាអត់ major
វាអត់ materiality ចឹងកន្លែងហ្នឹងអត់ប្រើទេគាត់បង្ហាញឲ្យដូចនៅ system របស់ខ្លួនដែរចឹងនេះគឺ add other expense ដូចគ្នា edit delete ពេលឥឡូវមកដល់ debit credit note ចឹងអ្នកនេះប្រកាសជាដឹងនៅក្នុង invoice របស់យើងមាន credit note តើណាចឹង credit note ហ្នឹងគឺយើងទៅ cancel ទឹកប្រាក់ cancel ទឹកប្រាក់នៅ cancel ទឹកប្រាក់ណាចឹងអ្នកគ្នាបើសិនជាមាន credit note យើងចូលឡើង credit note នេះមកយើងអត់មាន debit note ទេមានតែ credit note យើងចូល function credit note មកគឺ select ខែដែលយើងប្រកាសហ្នឹងគឺខែដូចគ្នាកន្លែងហ្នឹងអត់មានទិញលក់ខែដូចគ្នាណាបាទយើងទៅ select credit note ហើយយើងទៅកន្លែង add new នេះបាទ add new នេះមកហើយមាន function ដូចគ្នាជាមួយនឹង cell ប្រចាំដែលមានកែតម្រូវហើយនឹងលុបអូខេចឹងកន្លែងហ្នឹងពេលមកដល់គេ select add new វិញគេសួរថាតើយើងចង់ប្រើ function credit note ឬ debit note បាទអញ្ចឹងសូមបញ្ជាក់កន្លែងនេះយើងអត់មានធ្វើប្រវត្តិការ debit note ទេមានតែ credit note បាទ credit note អញ្ចឹងយើងជ្រើសរើស credit note មកអញ្ចឹងដល់ពេលដែលជ្រើសរើស credit note នៅក្នុងនេះគេឲ្យយើងជ្រើសរើសប្រភេទយើងអ្នកជាប់ពន្ធឬមិនជាប់ពន្ធកាលណាអ្នកជាប់ពន្ធមានវាយដីបាត់ទីនធម្មតាហើយវាឲ្យយើងវាយ invoice ពីមុនណានេះឈ្មោះក្រុមហ៊ុនណាហើយ select ថ្ងៃខែឆ្នាំអញ្ចឹងនៅក្នុងហ្នឹងវាឲ្យលេខវាយ invoice credit note all invoice នេះគឺជានៅក្នុង credit note អានេះឃើញគេមានបញ្ជាក់ថា credit note ទៅកាត់កង់ invoice លេខប្រមាណតោះណាបាទទៅកាត់កង់ invoice លេខប្រមាណអញ្ចឹងយើងវាយព័ត៌មាននឹងទាំងអស់ហ្នឹងមកណាចំនួនលេខ invoice number យើង search នៅក្នុងនេះបាទក្នុងហ្នឹងអញ្ចឹងនៅពេលដែលអ្នកធ្វើនៅក្នុងហ្នឹងខ្ញុំគិតថាអាចមានបញ្ហា error មួយចំនួនដែល search ទៅវាអត់ចេញអញ្ចឹងកាលណា search ទៅអត់ចេញខ្ញុំគិតថាអ្នកនេះអាចទៅខាង IT ជួបឈ្មោះបងចន្ទថាគាត់អ្នកកាន់ system ហ្នឹងបាទប៉ុន្តែមកជួបខ្ញុំមុនក៏បានទៅជួបបងចន្ទថាក៏បានកន្លែង credit note ហ្នឹងព្រោះភាគច្រើនវា error ដោយសារយើងត្រូវចាប់ invoice ពីមុនមកអញ្ចឹងបាទព្រោះហើយដល់នេះប្រើច្រើននិស្សិតយើងប្រើច្រើនអញ្ចឹងវាអាច error អញ្ចឹងបើសិនជា error ច្រើន system គាត់ជួយអត់ទាន់ទេអានឹងចាំមើលខ្ញុំត្រូវមិនបាច់ឲ្យអ្នកនេះវាយបញ្ចូលក៏យ៉ាងម៉េចព្រោះ credit note យើងមានតែប្រហែល1 2 3ទេបាទ2ទេ2ឬ3ខ្ញុំអត់ចាំបាទគេអញ្ចឹងបញ្ចូលព័ត៌មានទូទៅដូចព័ត៌មានយើង sell ដែរបាទចូលតាមនឹងមកហើយ save យើងចង់ edit ទៅអា function edit ឡើងវិញមកគឺចប់ហើយយើង edit បើយើង save គឺថាអត់ត្រូវទេយើងត្រឡប់មកវិញមកហើយ confirm delete ដូចគ្នាចង់ delete credit note ទៅកន្លែង function ទូសម្រាប់ហ្នឹងមក delete វិញមកណាពេលឥឡូវយើងប្រកាស invoice ទិញលក់ហើយតែនៅក្នុង invoice ទិញយើងប្រកាសជាមានពន្ធកាត់ទុកបងណាបាទចឹង invoice មួយចំនួនដែលមានពន្ធកាត់ទុកយើងត្រូវមកប្រកាសនៅក្នុង function ពន្ធកាត់ទុកបាទអញ្ចឹងនៅក្នុង function ពន្ធកាត់ទុកដូចគ្នាដែរនេះយើងត្រូវជ្រើសរើសថ្ងៃហើយក្នុងហ្នឹងខាងស្ដាំដៃនេះយើងមានកែតម្រូវដូចគ្នាបាទអញ្ចឹងនៅពេលដែលយើងមកចូលដល់កន្លែងនេះជ្រើសរើសថ្ងៃខែឆ្នាំមួយត្រូវហើយយើងទៅ add new បាទ add new មកវាមានឲ្យយើង select credit withholding tax តែកន្លែងនេះខុសពី in purchase sale បន្តិចដោយសារវាមានឲ្យយើងជ្រើសរើសប្រភេទពន្ធអញ្ចឹងអ្នកបានរៀនយើងប្រើចំណេះដឹងអ្វីយើងបានរៀនថាតើ invoice ហ្នឹងត្រូវជាប់ពន្ធប្រភេទអីអញ្ចឹងយើងទៅ select ឲ្យត្រូវតាមប្រភេទពន្ធណាបាទហើយនឹងអ្នកទទួលចំណាយអូខេបើសិនជាយើងបាទទិញពីអ្នកកន្លែងនេះមានទីមន័យតាមហ្នឹងយើងវាយព័ត៌មានទូទៅរបស់ invoice នេះ amount paid អញ្ចឹងកន្លែងនេះខ្ញុំអត់ប្រាប់ថា invoice ហ្នឹងជាប់ពន្ធអីទេណាត្រូវគិតត្រូវចារណាខ្លួនឯងថាអ្វីដែលយើងបានរៀនឧទាហរណ៍ថាការជួលរថយន្តអញ្ចឹងហ្នឹងត្រូវជាប់ពន្ធអីពន្ធកាត់ទុកតែប្រាប្រមាណអញ្ចឹងទៅអញ្ចឹងចាំ select ខ្លួនឯងតោះណាបាទហើយ save មក select ឲ្យត្រូវ save មកបាទគឺក៏ cancel ខ្ញុំបាទឧទាហរណ៍នេះឧទាហរណ៍មួយឧទាហរណ៍ថាឥឡូវយើងទិញពន្ធកាត់ទុកពី resident អ្នកជាប់ពន្ធនិវាសនជនអញ្ចឹងជា individual អញ្ចឹងកាលណា individual ប្រកបជាគេឲ្យវៃលេខតញ្ញាណបានរបស់គាត់ចេញឈ្មោះគាត់អញ្ចឹងចេញឈ្មោះជប់គាត់យើងជួលអីយើងជួលឃ្លាំងឬក៏យើងជួលរថយន្តអញ្ចឹងពន្ធកាត់ទុកវានេះយើងវាយ transaction time មកយើងវាយ
tax rate បាទនៅក្នុងនេះ system កាលយើង select ទៅវាចេញសំទោសយើងអត់វាយ tax rate គឺ system វា automatic generate tax rate ឲ្យបងណាហើយនេះគឺជា amount to be paid បាទទឹកលុយសរុបអានេះមិនមែនទឹកលុយប្រាក់ពន្ធទេណាពីព្រោះពន្ធវាក្នុង system នឹងកណនី 10% ឲ្យ automatic បងណាបាទហើយយើង save ទៅងាយណាងាយទៅយើង explore ទៅយើងដឹងថាយើងសាក 2-3 invoice ទៅយើងដឹងថាងាយស្រួលប្រើហើយយើងចង់លុបចោលយើងចូលទៅ function delete ឬក៏ cancel មកអូខេឥឡូវចាប់ពន្ធកាត់ទុកទៅប្រភេទពន្ធមួយទៀតគឺពន្ធប្រតិវត្តថាយកបន្ថែមអញ្ចឹងនៅក្នុងហ្នឹងដល់នេះនេះបានឃើញយើងមាន payroll list អញ្ចឹងប្រកាសជាមានបុគ្គលិកខ្លះជាប់ពន្ធប្រតិវត្តខ្លះអត់ជាប់អញ្ចឹងអត់ជាប់យើងអត់មានអីត្រូវវាយបញ្ចូលទេយើងវាយតែប្រាក់ពន្ធដែលត្រូវបង់ទេណាជាប់ដូចជា director នេះអីនេះគេវាយហៅឧទាហរណ៍យើង select ខែទៅយើង add new បាទ add new មកយើងបុគ្គលិកគេប្រកាសជាសួរនៅក្នុង system គាត់គេសួរថាគាត់ resident ឬ non resident អញ្ចឹងបើហើយគាត់មានលេខអត្តសញ្ញាណប័ណ្ណឬ passport លេខប្រមាណក្នុងនោះយើងមានអស់ហើយព័ត៌មានបាទសញ្ជាតិ position អីចឹងមកគាត់មាន terror spouse គាត់មាន spouse អត់ហើយគាត់មានកូនដែរអត់ហើយនេះបាន function សួរកន្លែងហ្នឹងដោយសារ spouse យើង deduction 150000មិនអញ្ចឹងណាហើយកូន deduction បានដែរម្នាក់50000ដែរហើយនេះប្រាក់ខែសរុបរបស់គាត់ហើយគាត់មានថាយកថែអត់បើអត់មានទេ00ណាបើអត់មានទេ00ហើយបើមានកន្លែង salary សរុបនេះយើងវាយបញ្ចូលទៅយើង save បាទកាលណាយើង save system វាកណនីពន្ធប្រតិវត្តឲ្យ automatic ណាហើយយើងអត់តាមបាច់ធ្វើក្នុង Excel បើ taxation ទី1ឲ្យអ្នកចេះកណនីតាម spreadsheet តាម Excel តាមអីតែដល់ពេលទៅប្រកាសពន្ធមែនទែនគឺ system វាកណនីឲ្យ automatic បាទឲ្យតែយើងបញ្ចូលព័ត៌មានឲ្យត្រូវទេបាទបញ្ចូលព័ត៌មានឲ្យត្រូវបាទដល់នេះហើយយើង save ទៅហើយយើងចាំទៅកែតម្រូវតែខ្ញុំប្រកាសអត់ត្រូវទេខ្ញុំសុំទៅកែវិញអត់តដល់ថ្ងៃ deadline submit ទេ submit ថ្ងៃ27អញ្ចឹងឥឡូវថ្ងៃ25ទៅកែសិនបាទអញ្ចឹងយើងទៅ function edit មកហើយទៅកែសារឡើងវិញត្រូវណាកែសារឡើងវិញត្រូវហើយយើង save ភាសាទៀតអញ្ចឹងបុគ្គលិកណាដែលជាប់ពន្ធប្រតិវត្តនៅនេះត្រូវវាយបញ្ចូលទាំងអស់អានេះនេះគឺយើងទាញយកព័ត៌មានពីខែមុនរបស់បុគ្គលិកអ្នកក្រុមហ៊ុនខ្លះត្រូវការប្រើចឹងកន្លែងនេះអត់ត្រូវការប្រើទេណាកន្លែង get previous month employee information ណាអត់ត្រូវការទេបាទនេះ function delete ធម្មតាអូខេអញ្ចឹងនៅពេលដែលនេះវាយបញ្ចប់អស់ហើយទៅធ្វើមិនទៀតយើងទៅចូលកន្លែង function មួយឈ្មោះថា monthly tax វាកន្លែង data entry នេះយើងជប់ប្រើយើងចាប់ការងាររបស់យើង save អីអស់ invoice វាយបញ្ចូលព័ត៌មានអស់ហើយយើងទៅកន្លែង function monthly tax យើងយកកន្លែងលេខ1គឺ monthly tax ដដែលហើយយើងទៅជ្រើសរើសខែហើយយើង search អញ្ចឹងវានឹងចេញព័ត៌មានប្រភេទពន្ធសរុបឲ្យតែម្ដងមានន័យថាវានឹងចេញព័ត៌មានសរុបដែលយើងត្រូវប្រកាសពន្ធទៅឲ្យពន្ធដារអញ្ចឹងមានពន្ធកាត់ទុកប្រមាណមានពន្ធ prepayment នេះទឹកលុយប្រមាណមានអកទៅលើ lifetime នេះទឹកលុយប្រមាណហើយបើមានប្រភេទពន្ធ public liability នេះយើងអត់មានទេឃើញវាដាក់0ទេអញ្ចឹងនៅក្នុងហ្នឹងមានន័យថាប្រាក់ពន្ធវាចេញឲ្យ automatic នៅពេលដែលយើងទៅវាមកតាមខែហ្នឹងបាទអញ្ចឹងនេះប្រភេទពន្ធមួយចំនួនដែលមាននេះចេញមកអស់អញ្ចឹងអាណាដែលអត់មានគឺ0បាទអត់មានគឺវា generate មក0អូខេអញ្ចឹងនៅក្នុងនេះដល់ពេលដល់ពេល submit ណាអ្នកនេះត្រូវជ្រើសរើស semester ជ្រើសរើស term របស់អ្នកនេះគឺJJ ហើយកន្លែងនេះ class នេះគឺគ្រប់no class នេះគឺឆ្នាំទី3ខ្ញុំអត់ចាំទេតែពេលហ្នឹងគេរកឲ្យត្រូវពេលទៅ select ហ្នឹងវាប្រកាសជាលុបចេញមកតាមឧទាហរណ៍ថាក្រុម B ខាងក្រុមនេះមានក្រុម A ក្រុម BJ ក្រុមអីចឹងទៅនេះព័ត៌មានរបស់និស្សិតទូទៅណាបាទអញ្ចឹងជ្រើសរើសទៅអូខេអញ្ចឹងជ្រើសរើសជាពិសេសក្រុមបើអា semester នេះខ្លះនេះអត់ត្រូវអត់បញ្ហាសំខាន់ក្រុមនេះត្រូវទេហើយ save ទៅគឺមានន័យថាយើង submit save ទៅយើងត្រៀមនឹង submit បាទយើង save អញ្ចឹងនៅពេលដែល save ហើយយើងទៅ back ត្រឡប់ទៅ system វិញយើងទៅ monthly tax list នេះអញ្ចឹងត្រឡប់ទៅ monthly tax list នេះទៅ search ខែដែលយើងបានដាក់ប្រកាសហ្នឹងបាទ
lại ba côn đấy bạch khoa đấy của nó con đá cái bên ba côn nó ca được cả con mình tên cái hay cái từ bằng lùi bằng ấy từ để kia dân ta tay dân và đó nó dân từ bàn là phần năng này chân bia trên mặt để màu này và chân nó về đây nên sợ biết từ sơi sao ở với đó nên được hơi miên action này lại action đấy vì chụp PDF về bên nó chụp PDF chân càng là khơi phần năng miền này tha bạn PDF tới về lồn trẻ màu để đi ra thay lịch khắc và cả cồn chân lịch khắc cả cồn đấy bạn này thằng này bạn sắm mít này bạn thôi ca và cả người qua này bờ sân chỉ nâng ăn được được cầm hôn cái print nâng cái tờ tiền kia được copy ba cô đấy từ một căn EVA system một con bao nhiêu tham EVA chọn dừng bài cho chuông tray và thế chẳng cần là phơi ở đó step nâng thế nếu ở đó step lại miền sân print hay bạn mở tờ khơi PDF thế miền Hàn ở đây bạn và cả bạn chụp chơi thì còn đấy tọa đó nó bạn chụp chơi nữa toàn là chơi thì mau này giờ print nó chỉ chơi mau nên giờ bạn và cả chụp chơi hay vì chơi một bọn đi sạch một bọn giờ rồi là ai đẹp ai chẳng mà tất lui mà rồi bọc bạc con mình chẳng nó ban hai bạc các bạn sắp biết bạn chụp chơi nó sẽ tấm hay nó về để cài phần tụ cứ khiêm vô là nó cài và cả vì thi thở ở và cả thời gian thở ở vô nó tự đặt phần tụ còn đấy ok đó nên chứ chọc mà đó slide cái chop hay bởi vì sử dụng ai số bản và nó không invoice bơ trên cái đã tin sample đã sample tam cái từ nó cái đã son si son mán đã tam cái được niên nó không có miền đại bông ban ở cái chuông tới nó cắt sẽ bị sân tim mùi cái dương cùng miền to để vặt tin khe son mán đôi con đá ở để vô ta mình vui tận còn nó vô ta mình vui tận và ta sân lúa nó ly hoàng vào ok ok nè bà thắc sinh về sân tim mỗi bật tụ chai chụp pí smile smile cái này bà sao giờ pram chai chụp pí toán học đấy sao pram chai chụp pí hai mình đã số sầm lược 54 54ខ្ញុំចេះខ្ញុំដាក់នៅក្នុង54ខ្ញុំដាក់នៅក្នុង Google Classroom វិញណាពីព្រោះយើងអត់មានពេលអង្គុយជុំគ្នាមាន Invigilator ដោយសារមេរៀនយើងរៀងឡែតអញ្ចឹងខ្ញុំអត់អាចទៅដាក់ទ្វីសម្ដងមួយថ្នាក់បានទេអញ្ចឹងខ្ញុំនឹងដាក់នៅក្នុង Google Classroom អ្នកគ្នាថ្ងៃសៅរ៍ព្រឹកទាំងអស់គ្នាគ្រប់ថ្នាក់ទាំងអស់ថ្ងៃសៅរ៍ព្រឹក Google Classroom ខ្ញុំនឹងឲ្យអ្នកគ្នាធ្វើចាំខ្ញុំជូនព័ត៌មានក្នុង Telegram ប៉ុន្តែ plan របស់ខ្ញុំដាក់ថ្ងៃសៅរ៍ព្រឹកអ្នកនេះមានប្រឡងអីហ៎បាទថ្ងៃសៅរ៍បាទ Saturday this Saturday ថ្ងៃសៅរ៍នេះឯងនេះថ្ងៃព្រោះស្អែកសុកស្អែកមួយសៅរ៍ដូចតែខ្ញុំនិយាយសើនឹងធ្វើប្រឡង year 4 FO បាទ year 4 F ប្រឡងពេលយប់ទៅប្រឡងពេលយប់ចាទីនេះដល់ switch 2គេយ៉ាងណាគឺវារៀងវាពេកយ៉ាងហ្នឹងបានរៀងយើងខ្ញុំដាក់ឲ្យនៅក្នុង Google Classroom ពេលព្រឹកប្រហែលជា15នាទីទេអញ្ចឹងយើងចាំមកខ្ញុំដាក់ទៅហើយចាំ turn in មកវិញមកណាខ្ញុំចាំខ្ញុំជូនព័ត៌មានថ្ងៃសុក្រអូខេតែខ្ញុំនឹងអាសាញថ្ងៃម៉ោងប្រហែលខ្ញុំទុកពេលឲ្យ20នាទីដើម្បីធ្វើឲ្យ turn in មកវិញដល់នេះអាចធ្វើបានណាបាទ online ដល់កាលណាក្នុង Google Classroom នៅនេះមិនបាច់ចាំទទួលតែអាសាញក្នុង Classroom ទៅនៅធ្វើនៅបណ្ណាល័យធ្វើនៅ reading room ទៅណាពួកខ្ញុំ open ឲ្យអូខេខ្ញុំ open ឲ្យសម្រាប់54 TY ហ្នឹងណាពួកខ្ញុំគិតថាវាពិបាកដែរអ្នកនរគ្នាអញ្ចឹងឲ្យនៅធ្វើ online ទៅអូខេចឹងខ្ញុំនឹងជូនព័ត៌មាននៅថ្ងៃបន្ថែមទៀតនៅថ្ងៃស្អែកបាទ MCQ តាមនោះ MCQ អត់មាន writing ទេណា MCQ video record ហ្នឹងvideo record review ហ្នឹងនៅក្នុងចាំខ្ញុំកាប់ពិតនៅក្នុងថ្នាក់នេះខ្ញុំដូចជាបានផុសចាំខ្ញុំផុសឲ្យណាថ្ងៃនេះខ្ញុំផុសឲ្យនៅក្នុង YouTube link នៅក្នុងថ្នាក់មួយអូខេMCQ 10សំណួរអូនច្រើនទេ TY 10សំណួរ MCQ ណា back camera អត់មានកាមេរ៉ាទេអូនពេល
បាច់បែកកាមេរ៉ាទេអត់មានទៅការប្រើកាមេរ៉ាអីទេគឺធ្វើក្នុង Google Classroom តើនេះធ្លាប់ប្រើពីមុនទៅពីគ្រាន់អាសាខ្ញុំអាសាទៅទុកពេលឲ្យ20នាទីទៅធ្វើនៅវិញតែប៉ុណ្្នឹងណាបាទអូខេ deadline សម្រាប់ tax simulation ទី2ដូចខ្ញុំបញ្ជាក់អញ្ចឹងគឺថ្ងៃ27អញ្ចឹងនៅនេះមានពេលអាទិត្យមានន័យថាមួយអាទិត្យពីរអាទិត្យអញ្ចឹងអ្នកនេះ focus ទៅលើការប្រឡង final សិនថ្ងៃ22ប្រឡង final ហើយពីថ្ងៃ20ថ្ងៃ22ថ្ងៃអាទិត្យហើយប្រឡងថ្ងៃហើយថ្ងៃច័ន្ទដល់គេប្រព័ន្ធសុខសាស្ត្រថ្ងៃ27សុខ submit បងណាបាទតើអ្នកផ្សេងមានចំនួនអត់ថ្ងៃ27ម៉ោងបាទថ្ងៃ27ម៉ោង12យប់មានអ្នកតវ៉ាចាំបានម៉ោងបាទម៉ោង12យប់មុនចូលថ្ងៃ28result phase 1ខ្ញុំកំពុងតែកែណាខ្ញុំកំពុងតែកែព្រោះច្រើនត្រូវមើលច្រើនបាទខ្ញុំកំពុងតែកែអត់អីអូនក្នុងនៅនេះមិនបាច់ខ្វល់តន់ខ្វល់រឿងបន្ទុកមិនទេសំខាន់ focus ទៅលើ final exam សិនយក final exam ឲ្យជាប់សិនណាជាប់សិនទេ12យប់អូន12យប់គឺ12 AM 12ថ្ងៃត្រង់គឺ12 PM ណាចឹង deadline មកថ្ងៃ27ម៉ោង12យប់ឲ្យសោះអូខេអញ្ចឹងមានសំណួរទៀតទេបាទតិចទៀត presentation ចប់ខ្ញុំដាក់ link ទៅឲ្យអ្នកអាច access ចូលបានឯកសារទាំងអស់នៅក្នុង tax simulation ទី1យកមកប្រើនៅក្នុង tax simulation ទី2ណាមាន invoice មាន payroll list មានអីទាំងអស់ហ្នឹងអ្នកនេះមានអស់ហើយមិនចឹងព្រោះនៅនេះបានធ្វើ tax simulation ទី1អី submit ឲ្យអស់ហើយអញ្ចឹងឯកសារហ្នឹងគឺប្រកាសជាមានហើយស្រាប់ចឹងហើយនៅនេះtax simulation ទី2គឺយកព័ត៌មានអស់ហ្នឹងឯកសារហ្នឹងយកទៅប្រើនៅក្នុង system ប្រកាសពន្ធអញ្ចឹងខ្ញុំនឹងដាក់ link ឲ្យទៅក្នុង system ប្រកាសពន្ធហើយ log in ចូលតាម guideline ដែលខ្ញុំបានធ្វើបទបង្ហាញមុននេះគាត់ណាចាស់សំណួរបាទអូខេមានសំណួរផ្សេងទៀតអត់អូខេលីហងអរគុណច្រើនដល់គ្នាtake care ហើយលោកពរប្រឡងជាប់អស់គ្នាណាអញ្ចឹងប៉ុណ្ណឹងហើយអ្នកបានចូលរួមចាំមើលវីដេអូហើយអ្នកដែលបានចូលរួមមានសំណួរអីហើយសួរបងបានបងនៅ LC ម៉ោងធ្វើការណាបាទអ្នកខ្លះម៉ោង12យប់ឆាតសួរទៀតអាពេលមុន submit នឹងខ្ញុំអត់ឆ្លើយទេព្រោះ too late បាទអានេះអាចធ្វើ tax simulation ទី1ខុសធ្វើទី2ធ្វើត្រូវទៅអត់បញ្ហាទេណាបាទព្រោះយើងកែដល់ផ្សេងទៀតទេអត់មានតែខុសទី1ខុសទី2ខុសទៀតអត់មានទេទី1ខុសយើងគិតដឹងថាខុសយើងធ្វើទី2ទៅអូខេអញ្ចឹងប៉ុណ្ណឹងណាបងមានសំណួរទេខ្ញុំសូមបញ្ចប់ហើយសូមចាក់ចេញពី Zoom បាទជូនពរប្រឡងចប់អរគុណ Goodbye